លោកតាចុះបើថៃបដិសេធគ្រប់យ៉ាងគ្រប់ស្ថាប័នទាំងអស់តើខ្មែរគិតយ៉ាងណាហើយមុខមាត់ថៃលើឆាកអន្តរជាតិយ៉ាងម៉េចដែរសំណួរនេះតកតងនឹងពីរយ៉ាងថៃបដិសេធគ្រប់យ៉ាងមានតែច្បាំងហើយបើចម្បាំងវាធំថៃក៏លំបាកដែរមិនមែនថៃអាចចេះតែឈ្នះទេការប្រែប្រួលក្នុងសមរភូមិការប្រែប្រួលក្នុងការត្រៀមធ្វើចម្បាំងថៃអាចមិនល្អបើថៃនៅតែបន្តគម្រាមកំហែងដល់ខ្មែរដូចម្សិលមិញឧត្តមសេនីយ៍កងទ័ពជើងគោកថៃដែលនិយាយថាចង់វាយកំទេចទ័ពខ្មែរហ្នឹងបានចាញ់មកនិយាយនេះបើសិនណាជាវាមានសង្គ្រាមក៏ខ្មែរមិនមែនចាញ់ដូចមុនទេប្រហែលជាអត់ចាញ់ទេប្រហែលជាធ្វើឲ្យទ័ពសៀមទទួលរងនៅរបួសស្នាមនឹងការខូចខាតយ៉ាងខ្លាំងអញ្ចឹងសៀមអាចកំពុងតែគិតថាខ្លួននឹងមានព្រៀបលើខ្មែរណាហើយចង់ច្បាំងបើចង់ច្បាំងអាចចាញ់វិញខ្មែរមិនបានទៅវាយយកដីថៃទេប៉ុន្តែអាចធ្វើឲ្យកងទ័ពឈ្លានពានថៃដែលចូលមកលើទឹកដីខ្មែរនឹងរងការខូចខាតយ៉ាងធ្ងន់ពីព្រោះឥឡូវនេះកងទ័ពខ្មែរកំពុងតែរៀបចំតែខ្ញុំមិនលើកមកនិយាយទេកំពុងតែរៀបចំការកែប្រែរបៀបច្បាំងអីកំពុងតែរៀបចំបើសិនជាថៃវាយបញ្ញាប់អាចចាញ់បានចាញ់ខ្លះតែបើវាយចូលជ្រៅបន្តិចនឹងថៃនឹងអាចទទួលរងនៅសេចក្តីវិនាសនឹងការខូចខាតទៅវិញថៃអាចបាក់តបដោយខ្មែរវាយស្កាត់ណាហើយសង្គ្រាមអាចធ្វើឲ្យខាតទាំងសងខាងមិនថៃឈ្នះរហូតទេបើថៃវាយមកចូលជ្រៅបន្តិចហើយនៅតែបន្តគម្រាមកំហែងលើខ្មែរកងទ័ពខ្មែរអាចបំបាក់ថៃបានឲ្យខូចខាតយ៉ាងធ្ងន់ដោយកងទ័ពខ្មែរមិនបានវាយចូលដីថៃទេហើយការប្រើយន្តហោះទៅថ្ងៃមុខថៃក៏អាចនឹងមានព្រៀបខ្លះក៏ប៉ុន្តែបើមានការផ្ទុះអាវុធរៀងយូរបន្តិចហើយជ្រៅបន្តិចថៃមិនព្រមស្ងប់ស្ងៀមកងទ័ពខ្មែរអាចមានឱកាសវាយបំផ្លាញក្រុងថៃចោលបំផ្លាញចោលទៅវិញទៅមកពីព្រោះការត្រៀមលក្ខណៈរបស់កងទ័ពខ្មែរក៏កំពុងតែធ្វើមិនមែនរឿងរត់ក្រោះអីហ្នឹងទេរបស់ហ្នឹងអត់ប្រយោជន៍ទេតែមានការត្រៀមលក្ខណៈអីផ្សេងទៀតដែលអាចនិយាយថាទឹកប្រាក់រាប់រយលានបើនិយាយពីការលំបាកផ្នែកសេដ្ឋកិច្ចអានោះយើងក៏ដឹងតែតលច្រកបើសិនជាថៃចេះតែប្រហើនកោងកាចមកលើប្រទេសកម្ពុជាកងទ័ពខ្មែរអាចវាយបំបាក់ទ័ពថៃបានតាមមុខព្រួញខ្លះសមរភូមិត្រៀមលក្ខណៈដូច្នេះមិនមែនចាញ់រហូតទេគឺមានត្រៀមសម្រាប់វាយបំបាក់តែมันប៉ះពាល់ទៅលើទឹកដីគេដើម្បីកុំឲ្យកម្លាំងថៃហ្នឹងវាសង្កត់មកយើងធ្ងន់ប្រទេសវាធំ70លានអ្នកណាបាទវា3ដងតែមិនមែនមានន័យថាថៃអាចធ្វើស្រេចនឹងចិត្តបានទេខ្ញុំមិនគួរនិយាយរឿងនេះទេតែខ្ញុំក៏ដឹងខ្លះណាខ្ញុំដឹងខ្លះសួស្តីលោកតាតើសង្គ្រាមជាមួយថៃកន្លងមកនេះការបាត់បង់ទឹកដីមួយចំនួនយើងអាចមានឱកាសត្រង់នេះជាសំណួរដែលត្រូវរងចាំអត់ធ្មត់ពីព្រោះអ្វីពីព្រោះឥឡូវនេះកំពុងតែប្រឹងប្រែងធ្វើការតាមការទូតក្តីតាមផ្លូវច្បាប់អន្តរជាតិក្តីហើយមិនមែនជារឿងងាយដោះស្រាយទេមិនមែនជារឿងងាយដោះស្រាយគឺពិបាកណាអាហ្នឹងអញ្ចឹងណានឹងគឺជាលក្ខណៈដែលវាកើតឡើងនៅក្នុងគេហៅថាជាទំនាស់រវាងខ្មែរថៃលោកតាអ្នកជំនាញថៃនាំគ្នាវិភាគថាពាក្យកាត់សេចក្តីរបស់សមាជិក5រូបតំណាងសម្រាប់ការកាត់ក្តី UN class ថៃអាចមិនទទួលស្គាល់ក៏បានអញ្ចេះក៏ណា compulsory conciliation គណៈកម្មាធិការអភិក្រិតនោះគ្រាន់តែឲ្យមតិទេ
បើភាគីទាំងសងខាងព្រមព្រៀងឬក៏ខ្វះខាតអីត្រូវអង្គុយតុចរចាជាមួយគ្នាប្រទេសថៃមិនចាំបាច់យល់ព្រមតាមមតិរបស់គណៈកម្មាធិការអព្យាក្រឹតនៃ compulsory conciliation នឹងទេតែបើថៃមិនព្រមតាមមតិនឹងអង្គុយចុះហើយទូទាត់ជាមួយខ្មែរយើងទេនោះខ្មែរយើងនឹងមានផ្លូវប្តឹងទៅកាន់តុលាការ2មួយគឺតុលាការអន្តរជាតិស្ដីអំពីបញ្ហាសមុទ្រណាជាយើងអាចប្តឹងទៅតុលាការនោះណាអាចប្តឹងទៅតុលាការហ្នឹងដើម្បីនឹងរកការកាត់សេចក្តីដើម្បីនឹងរកការកាត់សេចក្តីទៅតុលាការច្បាប់សមុទ្រនឹងត្រូវកាត់សេចក្តីថៃជាសមាជិករបស់តុលាការហ្នឹងហើយខ្មែរយើងក៏ជាសមាជិកនៃតុលាការហ្នឹងហើយនឹងអាចបន្តឡើងក្តីទៅតុលាការយុត្តិធម៌អន្តរជាតិបើថៃបដិសេធតាមមើលទៅបើថៃមិនព្រមតាម conciliation process ហ្នឹងទេគឺយើងប្តឹងទៅតុលាការមួយគេហៅថាតុលាការកាត់សេចក្តីពីច្បាប់សមុទ្រអន្តរជាតិឈ្មោះពេញខ្ញុំមិនចាំទេឈ្មោះពេញខ្ញុំមិនចាំទេខ្ញុំខ្ជិលបើកមើលណាប៉ុន្តែវាតាក់ទងអញ្ចឹងបើតាមខ្ញុំគិតcompulsory conciliation គឺជាមធ្យោបាយល្អចំពោះប្រទេសកម្ពុជាយើងហើយរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបើយកចិត្តទុកដាក់ហើយដាក់ថវិកាគ្រប់គ្រាន់សម្រាប់កិច្ចការនេះនឹងអាចការពារនៅដែនសមុទ្ររបស់ខ្មែរយើងបានតាមច្បាប់ហ្នឹងទោះបីថាយើងបានប៉ុណ្ណាក៏ច្បាប់ហ្នឹងវាជាយន្តការនីតិសាស្ត្រដែលខ្ញុំគិតថាវាជាមធ្យោបាយដែលសមរម្យនឹងធ្វើជាមធ្យោបាយដែលសមរម្យនឹងធ្វើហើយបើថៃប្រកែកបដិសេធក៏មានរបៀបប្តឹងឡើងទៅលើតទៅទៀតហើយថៃក៏មិនមានអំណាចធំដូចចិនដែលបដិសេធtribunal ឬក៏ arbitration តែកើតឡើងរវាងចិននិងហ្វីលីពីនដែរថៃមិនមានអំណាចខ្លាំងដូចចិនដែលបដិសេធមិនទទួលនៅការកាត់សេចក្តីឬក៏ការធ្វើមជ្ឈន្តកម្មរឿងសមុទ្រដូចចិនបដិសេធ arbitration opinion ចេញពីអង្គការសហប្រជាជាតិតាក់ទងនឹងសមុទ្រខាងលិចអញ្ចឹងសមុទ្រខាងលិចរបស់ហ្វីលីពីនដែរអញ្ចឹងជាឱកាសនិងជាលទ្ធផលមធ្យោបាយតែមួយគត់ដែលកម្ពុជាយើងអាចធ្វើកិច្ចការហ្នឹងណាអានោះគឺអញ្ចឹងរីឯអ្នកប្រាជ្ញថៃដែលវិភាគថាគេអាចបដិសេធconciliatory opinion ហ្នឹងyes នៅក្នុង conciliation គេបានបញ្ជាក់ឲ្យថាវាមិនមែនជា finding ទេវាមិនមែនជា binding ទេណាវាមិនមែនជា binding ដែលយើងអាចនិយាយថាវាមិនមែនជារបស់ដាច់ណាត់ទេវាមិនមែនជារបស់ដាច់ណាត់ទេណាវាមិនមែនជារបស់ដាច់ណាត់ទេអានោះអ្វីដែលវាតាក់ទងនឹង compulsory
conciliation ដែលរដ្ឋាភិបាលកម្ពុជាយកទៅធ្វើនីតិវិធីប្រើប្រាស់នេះបាទខ្ញុំឆ្លើយមួយហ្នឹងមកពីចេះខ្ញុំទាញយកចំណុចដែលខ្ញុំកត់ទុករឿងសមុទ្រនឹងណានឹងអញ្ចឹងអ្នកវិភាគថៃគេនិយាយត្រូវថាវា non binding តែបើថៃបដិសេធយើងនឹងប្តឹងទៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រមួយកលក្ខទៀតថៃក៏មិនមែនមានអធិពលប្រងើយកន្តើយឬបដិសេធតុលាការអន្តរជាតិស្ដីពីច្បាប់សមុទ្រដែរនឹងទៅកាត់បន្តទៅទៀតអញ្ចឹងមធ្យោបាយប្រើ compulsory conciliation គឺជាមធ្យោបាយមួយដែលខ្ញុំគ្រប់គ្រងរឿងនេះខ្ញុំគ្រប់គ្រងទៅតាមនោះបាទតារឿងសញ្ញាបត្រសេះហោះមើលទៅដូចជារឿងធម្មតាឥឡូវស្ងាត់អស់ហើយរឿងនេះនៅពេញស្រុកយើងរាជការត្រូវដោះស្រាយជាបណ្ដាទៅតាមលទ្ធភាពដែលរាជការអាចធ្វើទៅបានMr. Hai សង្គ្រាមលើកទី1តាអត់ចេះទេកូនតលតាតែងរឿងមកនិយាយពីព្រោះវាតាអត់សូវចាប់អារម្មណ៍សង្គ្រាមនឹងប្រមាណទេតារៀនត្រឹមតែក្រោយសង្គ្រាមលើកទី2តើជាតិសាសន៍តៃចាប់ផ្ដើមមានទំនាក់ទំនងជាមួយតៃដតីចាប់ពីពេលណាដែរចៅឃើញមានតៃទៅចូលរួមទិវាវប្បធម៌នៅយូណានផងដែរពួកតៃមានចែកជា3ប្រភេទដែលនៅជាមួយគ្នាទេក៏ប៉ុន្តែវាទៅជា3ក្រុមតៃខ្លះធ្លាប់រស់នៅភ្នំហៅថាហុងតៃខ្លះធ្លាប់រស់នៅជិតសមុទ្រក្រោយមកគេហៅថាបាក់តៃខ្លះធ្លាប់នៅទីលាតប៉ុន្តែបបបាញ់ច្រើននៅនឹងដីផ្ទៃរាបគេហៅថាហាក់តៃទាំង3នឹងក្រោយមកคล้ายទៅជាយួនលាវនិងថៃអញ្ចឹងឥឡូវនឹងអ្នកប្រាជ្ញថៃគេបន្លំគេថាគេមិនមែនចុះពីខាងជើងមកទេគេបានមកនៅលើទឹកដីនៃប្រទេសគេនឹងយូរហើយណាគេទើបតែនឹងមានរបបកំហើញថ្មីអញ្ចឹងលោកតាឡាន brand របស់អាមេរិកផលិតនឹងតម្លៃនៅកម្ពុជាតើគួរទិញដែរឬទេតានិយាយត្រង់ទិញឡានជប៉ុនទៅអូខេតាឆ្លើយត្រង់ព្រោះឡានជប៉ុនវាធន់ជាងហើយគ្រឿងបន្លាស់អីក៏វាងាយរកហើយថោកជាងអូខេអានឹងចឹងឥឡូវងាកទៅខាង Facebook ចៅអើយយកពេលរៀនខ្លះផងទៅសួរតែរបស់កប្លុកកប្លែងណាលោកពូធនធានមនុស្សសម្រាប់ជាតិខ្មែរនិយាយត្រង់ស្រឡាញ់ជាតិកុំជឿពូពេកជាសម្បត្តិកុំជឿត្រូវរៀនខ្លួនឯងកុំជឿនៅសហរដ្ឋអាមេរិកបច្ចុប្បន្នម៉ោង 10:32 នាទីយប់ថ្ងៃសុក្រនៅឡើយទេមិនទាន់ចូលថ្ងៃសៅរ៍ទេហើយនេះគឺភូមិភាគខាងកើតយប់មុនគេព្រឹកមុនគេនៅឯ California ឯណោះមិនទឹមតែប្លុបទេលោកតាចៅចាក់បាល់រាល់ថ្ងៃមានកំណើតទេចៅកុំសួរលេងចៅកំពុងធ្លាក់ចូលក្នុងលបែងដែលធ្វើឲ្យចៅបងខាតលុយកាក់ហើយនឹងធ្វើឲ្យចៅក្រណាចៅណានឹងចឹងលោកតាលុញពងមេនិងត្រពងមេខុសគ្នាត្រង់ណាលុញពងខ្លាំងជាងត្រពងគ្រាន់តែអោនលំទោនលុញពងហ្នឹងអែបអបពាក្យលុញណាអាហ្នឹងតែប៉ុណ្្នឹងទេអូខេលោកតាគិតមិនដែរចំពោះការដោះលែងកម្មសុខាជួយត្រេកអរក៏អត់មានគិតយ៉ាងម៉េចទេលោកតារៀនជំនាញអ្វីធ្វើការ UN បានជំនាញមាន2-3ជំនាញតែ
យកអត់លើអត់មានតែគេបណ្ដេញមនុស្សចោលគេអត់ជួលថ្មីទេយកអត់លុយកូនអញ្ចឹងគេអត់ជួលមនុស្សច្រើនទេគេកាត់លុយអស់ហើយអនាគតទៅ UN អាចនឹងតូចទៅហើយកូនណាអញ្ចឹងកុំចង់ធ្វើការ UN អីมันជាស្រួលទេវាអត់មានការធ្វើច័ន្ទណាតលោកតាខ្ញុំគួរយកប្រព័ន្ធប្រមាណច្បាប់នៅកម្ពុជាគេឲ្យយកតែមួយទេបើកូនឯងយកច្រើនអាចនឹងគេដាក់ទោសណាប្រទេសកម្ពុជាអាចរីកចម្រើនដូចប្រទេសចិនឬទេมันអាចរីកចម្រើនតែมันអាចទៅប្រៀបធៀបនឹងចិនដែលជាប្រទេសធំនោះទេណាលោកណាយ៉ារងណាតាប្រាប់ហើយណាថាតាបើចៅឯងមកសរសេរច្រើនពេកតាមើលទៅវាអត់អស់វា spam តាណាតាមើលទៅបាប់តាប្រាប់ចៅឯងម្សិលមិញថាតាបើវា spam តាខ្លាំងពេកតាបខំចិត្ត block ចៅឯងឥឡូវចៅឯងមក3 4ភ្លាមឃើញទេចៅឯងអត់ព្រមស្ដាប់តាសោះហើយធ្វើម៉េចទៅយើងខ្មែរដូចគ្នាតានិយាយល្អតាអត់ចង់ block ចោលទេមកដល់ spam 3 4 5ភ្លាមណាអញ្ចឹងសម្រាប់ចុះណាយ៉ារងអត់មានអាក្រក់នឹងចៅឯងប៉ុន្តែចៅឯងធ្វើអញ្ចឹងវាពិបាកណាចៅពិបាកមែនតើពិបាកក្នុងការធ្វើពិបាកក្នុង live show ចៅដល់ពិបាកក្នុង live show អញ្ចឹងមិនដឹងធ្វើម៉េច block ចោលណាមិនចង់ធ្វើមិនចង់ block ចោលទេនិយាយឃើញអត់ចង់ block ចោលទេប៉ុន្តែមក spam ហ្មងណាមក spam ណាដល់មក spam អញ្ចឹងវាខ្ញុំអានគេអត់កើតដូចរុនប៊ូមហ្នឹងមកទៀតតែ spam ទៀតឃើញទេណាតើប្រទេសកម្ពុជាណាប៊ូមណាឃើញទេចាឯង spam ដល់សូហើយចាឯងចង់ឲ្យធ្វើម៉េចឥឡូវបើចាឯងលេងតែ spam អញ្ចឹងចៅរងនោះតែដេញចាញ់ឥឡូវចាឯងឈប់ spam ងាប់ហើយអត់មានទៅរួចទេគឺអត់មានទៅរួចទេគឺរំខានហ្មងឥឡូវ block 2ចោលឃើញទេណាឥឡូវប្រិមិត្តមើលឃើញមក spam អញ្ចឹងឲ្យធ្វើម៉េចទៅអូខេមក spam អញ្ចឹងទៅវារត់តែឆ្លើយអីមិនបានណាបាទឥឡូវងាកមកខាងនេះម្ដងណាបើជាកូនខ្មែរគួរយកប្រពន្ធខ្មែរឬអាមេរិកាំងខ្ញុំអត់ដែលប្រាប់កូនប្រុសខ្ញុំអត់ដែលប្រាប់កូនប្រុសខ្ញុំថាត្រូវយកប្រពន្ធជនជាតិអីផងគេយកអីយកទៅកូនស្រីខ្ញុំក៏អញ្ចឹងដែរគេយកជនជាតិណាយកទៅខ្ញុំអត់មានប្រកាន់ទេបាទតែអ្នកដតីខ្ញុំអត់ដឹងទេណាអូនណាបើខ្ញុំទទួលអាហារូបករណ៍ទៅទួរគីតើគួរទៅទេលោកតា yes ទៅរៀនមានគេទៅច្រើនតារៀនខាងកសិកម្មល្អបាទរៀនខាងកសិកម្មល្អជាសម្បត្តិតាមទស្សនៈលោកតាចំពោះលោកហ៊ុយនឹមគាត់ជាមនុស្សបែបណាមុនឆ្នាំ75តាធំតាមកំចាត់គាត់ហ៊ុយនឹមប៉ុលពតអត់បានកំចាត់គាត់ទេតែគាត់មានបញ្ហាក្រោយមកក៏គេចាប់គាត់នឹងហ៊ុយនឹមណាចំណែកហ៊ូយុនគាត់តវ៉ាច្រើនគេសម្លាប់គាត់តាំងពីមុនចូលភ្នំពេញអាហ្នឹងចឹងលោកតាជំនាញគ្រូពេទ្យនៅស្រុកខ្មែរតើគិតថាល្អដែរទេ yes យន់យ៉ាល្អណាកូនល្អតាបើយើងរស់នៅជាមួយបងប្រុសដែលប្រើថ្នាំញៀនតែយើងគួររស់នៅបែបណាជាមួយគាត់តាចាក់ចាញ់ទៅកុំនៅមួយគាត់អាចគ្រោះថ្នាក់ដល់យើងបើខ្ញុំបានធ្វើអ្នកធំតាគិតយ៉ាងម៉េចបើចៅឯងបានធ្វើអ្នកធំតាអត់ដឹងធ្វើម៉េចទេកូនតាអត់ហ៊ានទៅចិត្តចៅឯងភ្នំបូកគោកាន់កាប់ដោយក្រុមហ៊ុនសុកគង់ហើយគាត់ធ្លាប់ប្រកាសថាគាត់មានមោទនភាពជា
Việt Nam ta về miền Paul mình lọ trong bộ khai tế rương này chầm lại nơi không cầm nết thả ta sọc cuốn quạt group chụp khai tế ba quạt group chụp khai ở đây tế tại bà quạt là mơ chụp khai anh đang bàn chế pa nhà nhé